ការដើរហាត់ប្រាណគិតពីសុខភាពបងប្អូននៅមាត់ទន្លេខេត្តកំពង់ចាមយើងហ្នឹងមានបងប្អូនទាំងជាតិអន្តរជាតិអីដើរតាមនឹងជុំវិញស្មើហ្នឹងម៉ោងប្រហែលជា6ល្ងាចណាហើយនៅមាត់ទន្លេហ្នឹងក៏មានលក្ខណៈជាបណ្ណាល័យចល័តដែលបងប្អូនអាចមកអានសៀវភៅបានមានបងស្រីគាត់កំពុងតែអានសៀវភៅចឹងការសិក្សាមិនអាស្រ័យលើវ័យទេបងប្អូនវ័យប៉ុណ្ណាក៏អាចអានសៀវភៅបានដែរមានចាស់មានក្មេងវ័យណាក៏យើងអាចអានបានដែរឲ្យតែយើងចង់អានហើយសៀវភៅគេមានគ្រប់មានកូនក្មេងឬធំអាស្រ័យលើបងប្អូនចង់អានបងប្អូនមកចំថ្ងៃច័ន្ទគឺមានហើយក្នុងមួយសប្តាហ៍គឺមានមួយថ្ងៃហ្នឹងបងប្អូនមានភើកូនក្មេងភើមើលធំអីហ្នឹងអញ្ចឹងបងប្អូនពេលទំនេរអីដែលឈៀងលេងចាំអីចូលមកអានបានឥតគិតថ្លៃបងប្អូនអរគុណ